សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានយន្តការមួយតាក់ទងអំពីណែនាំអប់រំអំពីសុខភាពជាក់ស្ដែងសុខភាពរបស់យើងមនុស្សម្នាក់គឺត្រូវតែសុខភាពល្អដូចគ្នាអញ្ចឹងយើងត្រូវតែទទួលទានអាហារបែបណាដើម្បីទ្រទ្រង់សុខភាពរបស់យើងឲ្យបានល្អអាហ្នឹងនិយាយពីសុខភាពទេតែតួយ៉ាងយើងនិយាយពីសុខភាពនេះគឺសំខាន់ទី1ចង់ឲ្យយើងបានសុខភាពល្អយើងត្រូវធ្វើការលំហាត់ប្រាណជារៀងរាល់ថ្ងៃបើមិនបានថាពេលព្រឹកក៏អាចពេលល្ងាចបើមិនពេលល្ងាចក៏ពេលយើងងើបពីគេងយើងអាចធ្វើលំហាត់ប្រាណបោះដៃបោះជើងដើម្បីឲ្យធ្វើចលនាស្រួលអានេះជាសុខភាពផ្លូវកាយយើងមួយដែរដើម្បីឲ្យយើងបានសុខភាពផ្លូវកាយនេះវាអាចនឹងជំនួយដល់ខួរក្បាលរបស់យើងឲ្យទទួលការចងចាំបានល្អនិងតទៅនឹងសុខភាពផ្លូវកាយធ្វើចលនាដើម្បីឲ្យខួរក្បាលរបស់យើងនឹងលេង stress អាចនឹងគិតរហ័សនិងមិនស្មុគស្មាញអានេះតទៅនឹងសុខភាពហើយមួយវិញទៀតតទៅនឹងរបបអាហារក៏យើងទទួលទានអាហារណាដែលអាចចាំបាច់ថាយើងញ៉ាំទៅធ្វើឲ្យយើងនឹងល្អទាំងសុខភាពកុំឲ្យដែលញ៉ាំហើយយើងមានអាការៈថាវាមិនស្រួលខ្លួនណាអាហារខ្លះគឺយើងញ៉ាំទៅអាចនឹងលក្ខណៈមិនស្រួលខ្លួនអាចនឹងរកកលឈឺពោះឬក៏រាគរូសអីហ្នឹងអញ្ចឹងយើងកុំអាចញ៉ាំអាហារហ្នឹងអីធ្វើឲ្យសុខភាពរបស់យើងនឹងអន់ថយយើងញ៉ាំអាហារណាដែលយើងកំណត់ថាអាហារហ្នឹងជួយឲ្យសុខភាពរបស់យើងហ្នឹងអាចល្អប្រសើរទៅមុខមានទាំងកម្លាំងមាំមួនហើយនឹងអាចធ្វើឲ្យបញ្ញាយើងហ្នឹងឆ្លៀសវៃគិតលឿនតទៅនឹងអាហារអញ្ចឹងអាហារហ្នឹងជាសោតគឺគេចែកចេញជា3គេថាអាហារសាងសង់អាហារការពារនិងអាហារធម្មពលហ្នឹងអាហ្នឹងតាំងពីការរៀននៅថ្នាក់បឋមក៏គេបែងចែកអាហារជា3ក្រុមចឹងដែរអញ្ចឹងទាំងទៀតសោតអាហារទាំង3ក្រុមហ្នឹងគឺយើងប្រើប្រាស់ដោយមានទំនួលខុសត្រូវជាពិសេសអាហារដែលយើងអាចញ៉ាំបានធ្វើឲ្យយើងទៅគឺមានដូចជាអាហារស៊ុបអាហារបន្លែត្រីសាច់អស់ហ្នឹងគឺអាហារដែលធ្វើឲ្យយើងនឹងទៅកម្លាំងហើយនឹងធ្វើឲ្យយើងរាងកាយរបស់យើងនឹងស្រស់ថ្លាហើយនឹងកោសិកាខ្លួនរបស់យើងហ្នឹងគឺពោពេញទៅដោយជាតិខនិជល្អតែអាហារនឹងទៀតសោតគឺយើងមើលដែរប្រសិនបើយើងញ៉ាំអាហារសម្បូរទៅដោយជាតិថាអាហារទៅនឹងខ្លាំងពេកដែរក៏វាអាការដែរយើងញ៉ាំឲ្យទង់កម្រិតដែលល្មមដែលយើងអាចនឹងញ៉ាំហើយធ្វើឲ្យសុខភាពរបស់យើងនឹងអាចស្ថេរនៅក្នុងសុខភាពរបស់យើងដើរទៅមុខបានស្រួលកុំឲ្យញ៉ាំហើយលើសកម្រិតអាចនឹងធ្វើឲ្យសុខភាពរបស់យើងនឹងកាន់តែពិបាកអញ្ចឹងអាហារទាំងអស់ហ្នឹងពេលដែលយើងទៅទិញនៅតាមទីផ្សារអីវ៉ាន់ហ្នឹងយើងក៏មានការប្រុងប្រយ័ត្នដែរតាក់ទងនឹងអាហារទាំងអស់ហ្នឹងគឺអាហារទាំងអស់ហ្នឹងហើយគឺវាអាចនឹងធ្វើឲ្យយើងល្អហើយនឹងមិនអាចធ្វើឲ្យយើងមិនល្អក៏ថាបានដែរតាក់ទងនឹងអាហារហ្នឹងទៀតសោតគឺយើងត្រូវតែទិញបន្លែផ្លែឈើមកតាក់ទងនឹងសាច់បន្លែផ្លែឈើណាដែលយើងមើលតែមិនជាបើអីយើងកុំអាចកុំទិញអីបើរឿងស្រស់អីភ្លាមអញ្ចឹងណាអាហ្នឹងខ្លាចលោតែគេនឹងប្រើជាតិជីឬក៏អីផ្សេងអានេះយើងអត់ដឹងអានេះយើងសម្រាប់ការអ្នកលក់យើងមិនអាចនិយាយនៅក្នុងទីផ្សារបានអាចប៉ះពាល់ដល់គេអញ្ចឹងគេអាចនឹងនិយាយស្ដីបន្ទោសយើងក៏ប៉ុន្តែអាហ្នឹងគឺជាអាហារចាំបាច់ណាសម្រាប់យើងតែបើយើងគិតថាវាល្អវាស្រស់ខ្លាំងពេកយើងកុំជឿទុកចិត្តអីយើងនឹងអាចមើលថាអាហារណាដែលវាធម្មតាសាមញ្ញយើងអាចយកមកដើម្បីនឹងធ្វើការពិសោធន៍ទីមួយយើងមិនមែនយកមកយើងធ្វើអីភ្លាមឆិនឆៃឲ្យតែបានហូបទេយើងត្រូវទីមួយយើងត្រូវតែសម្អាតធ្វើអនាម័យវាដោយសាច់ឬក៏បន្លែបានហ្នឹងយើងទិញមកពីផ្សារយើងត្រូវតែ
ចិត្តវាលាងវាដោយស្រស់ទឹកក្តៅមួយទឹកឬក៏ពីរទឹកហើយបន្ទាប់មកយើងអាចយកអាហារទាំងអស់ហ្នឹងយកម្ហូបអាហារអស់យកទៅឆាតាមតម្រូវការរបស់យើងដាក់គ្រឿងដាក់អីចឹងទៅយើងហូបហើយយើងដឹងពីបរិមាណនៃអាហារនោះឆ្ងាញ់ដល់កម្រិតណាទ្រទ្រង់សារពាង្គកាយយើងដល់កម្រិតហ្នឹងអាហ្នឹងតកតងនឹងសាច់បន្លែផ្លែឈើមកពីផ្សារហើយមួយចំណុចទៀតពេលដែលយើងញ៉ាំអាហារទាំងអស់នោះហើយធ្វើឲ្យយើងនឹងទទួលបានសុខភាពល្អហើយយើងមិនទទួលបានជំងឺអីផ្សេងទេជាពិសេសអាជំងឺគេហៅថាជំងឺនេះគឺអាកាសនិយមយើងច្រឡំថាជំងឺឈឺអាកាសជំងឺអាកាសនិយមអាជំងឺហ្នឹងដែរគឺតែងតែមានក៏ប៉ុន្តែយើងអាចនឹងការពារវាតទៅនឹងសុខភាពនឹងផងដែរគឺយើងត្រូវតែញ៉ាំអាហារឲ្យបានទៀងទាត់ញ៉ាំអាហារឲ្យបានទៀងពេលវេលាតទៅនឹងយើងចង់ជៀសឆ្ងាយពីជំងឺអាកាសនិយមដែលខ្ញុំនិយាយមិញហ្នឹងព្រលឹមឡើងគឺយើងត្រូវតែញ៉ាំទឹកក្តៅអ៊ុនយើងធ្វើលំហាត់ប្រាណយើងទទួលទានអាហារណាដែលយើងអាចញ៉ាំបានហើយយើងគិតថាស្រួលខ្លួនឯងហ្នឹងយើងដឹងពីបរិមាណហើយយើងដឹងពីវេលានៃការញ៉ាំអាហារហ្នឹងឲ្យទៀងទាត់ហើយនឹងធ្វើលំហាត់ប្រាណគឺសុខភាពយើងនឹងបានល្អនិយាយទៅទៀតកាន់តែយូរទៀតដែរអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណច្រើនជម្រាបលា